នេះគឺជាវីដេអូបង្រៀនពីការប្រើប្រាស់របស់កាមេរ៉ាសុវត្ថិភាព ECV A9C 4G ជំហានដំបូងអ្នកនរគ្នាត្រូវ download ជាមួយនឹងកម្មវិធី ECV ដែលមាននៅលើ App Store និង Play Store អញ្ចឹងបន្ទាប់ពីអ្នកនរគ្នា download ជាមួយនឹងកម្មវិធីនេះរួចអ្នកនរគ្នាត្រូវបង្កើត account ជាមុនសិនហើយវិធីបង្កើត account ថ្មីអ្នកនរគ្នាត្រូវចូល create new account ហើយយើងចង់បង្កើតជាមួយលេខទូរស័ព្ទដៃរបស់យើងក៏បានបង្កើតជាមួយនឹង email ក៏បានហើយវិធីបង្កើតជាមួយនឹង email អ្នកនរគ្នាត្រូវវាបញ្ចូលជាមួយនឹង email របស់អ្នកនរគ្នារួចអ្នកនរគ្នាត្រូវបង្កើតជាមួយនឹងលេខកូដថ្មីដែលមានចាប់ពី8ខ្ទង់រហូតដល់ទៅ16ខ្ទង់ហើយនឹងត្រូវលាយឡំជាមួយនឹងអក្សរធំអក្សរតូចចំនួនលេខនិង symbol ជាដើមអញ្ចឹងបន្ទាប់ពីបានបំពេញលក្ខខណ្ឌត្រឹមត្រូវបានទាំងអស់វានឹងលោតសញ្ញាគ្រីទៅលើប្រអប់ទាំងពីរនេះតែម្ដងរួចចុចសញ្ញាគ្រីនៅប្រអប់ខាងក្រោមនេះហើយចុចពាក្យ continue ហើយធ្វើការ verify បន្ទាប់មកអ្នកនរគ្នានឹងទទួលបានជាមួយនឹងសារលេខកូដចេញពី email របស់អ្នកនរគ្នារួចធ្វើការបំពេញជាមួយនឹងលេខកូដនោះហើយចុចទៅលើពាក្យ skip គឺជាការស្រេចហើយនេះគឺជាវិធីដែលយើងធ្វើការបង្កើត account ជាមួយនឹងលេខទូរស័ព្ទរបស់យើងដោយអ្នកនរគ្នាចុចទៅលើ icon ទូរស័ព្ទធ្វើការវាបញ្ចូលជាមួយនឹងលេខទូរស័ព្ទដៃរបស់យើងឬ password វិញគឺមានលក្ខខណ្ឌដូចទៅនឹង email ដែរបន្ទាប់មកចុចគ្រីទៅលើប្រអប់ខាងក្រោមហើយចុចពាក្យ continue រួចយើងធ្វើការ verify រងចាំបន្តិចគឺវានឹងធ្វើការផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងបន្ទាប់មកវាបញ្ចូលលេខកូដដែលយើងបានទទួលចុចពាក្យថា skip គឺជាការស្រេចអញ្ចឹងជំហានដំបូងយើងត្រូវធ្វើការដោះសន្ទះកាមេរ៉ាខាងក្រោមសិនដើម្បីធ្វើការដាក់ memory ចូលដូច្នេះអ្នកនរគ្នានឹងឃើញជាមួយនឹងរុន SIM នៅខាងលើហើយនឹងរុន memory នៅខាងក្រោមហើយចំពោះការដាក់ SIM គឺយើងត្រូវដាក់បែបនេះហើយចំពោះ SIM នេះអ្នកនរគ្នាត្រូវប្រកាសថាបានបញ្ចូលលុយមុនធ្វើការដំឡើងរីឯ memory វិញគឺយើងត្រូវដាក់បែបនេះហើយយើងត្រូវបិទសន្ទះកាមេរ៉ាមកវិញហើយចំពោះខ្សែទាំងពីរនេះគឺមានមួយជាខ្សែ network និងមួយទៀតគឺជាឌុយដតភ្លើងអញ្ចឹងគឺយើងត្រូវដតឌុយវាដែលឌុយនោះគឺមាននៅក្នុងប្រអប់ស្រាប់ហើយរងចាំវាបន្តិចដើម្បីវាដំណើរការហើយចំពោះ QR code វិញគឺយើងអាចស្វែងរកបាននៅក្រោមសន្ទះមួយនេះហើយនៅខាងគៀនកាមេរ៉ានេះគឺអ្នកនរគ្នានឹងឃើញកន្លឹះសងខាងតែម្ដងអញ្ចឹងគឺគ្រាន់តែយើងច្បាច់កន្លឹះនេះទាំងសងខាងទៅគឺយើងអាចធ្វើការដោះសន្ទះនឹងបានហើយដូច្នេះអ្នកនរគ្នានឹងឃើញជាមួយនឹង QR code ហើយនៅក្នុង app របស់យើងវិញអ្នកនរគ្នាចុចទៅលើសញ្ញាបូកខាងលើហើយជ្រើសរើសយកពាក្យ scan QR code នៅពេលដែល scan រួចគឺយើងចុចទៅលើពាក្យ add ចុចមកលើពាក្យ done រួចចុចថយក្រោយដើម្បីជៀសវាងពីការដាក់ password ហើយចុចមកកាន់ next ដូច្នេះគឺយើងដំឡើងជាមួយនឹងកាមេរ៉ារបស់យើងបានជោគជ័យហើយប៉ុន្តែបើសិនជាអ្នកនរគ្នាដំឡើងជាមួយនឹង Wi-Fi វិញបន្ទាប់ពី scan រួចគឺយើងចុចទៅលើគ្រីបប្រអប់ចុចមកលើពាក្យ next ជ្រើសរើសជាមួយនឹង Wi-Fi network រួចចុចទៅលើពាក្យ next step ចុចទៅលើពាក្យ start ចុចគ្រីបប្រអប់រួចចុចទៅលើពាក្យ next ធ្វើការ select ជាមួយនឹង Wi-Fi របស់អ្នកនរគ្នាហើយនឹងវាបញ្ចូលជាមួយនឹង password Wi-Fi បន្ទាប់មកចុច OK ហើយរងចាំវាបន្តិចដើម្បីវាដំណើរការហើយចុចទៅលើពាក្យ done ហើយចុចទៅលើប៊ូតុងត្រឡប់ថយក្រោយនៅខាងលើដើម្បីជៀសវាងពីការដាក់ password ហើយចុចទៅលើឈ្មោះទីតាំងណាមួយដែលអ្នកនរគ្នាបានធ្វើការដំឡើងហើយចុចទៅលើប៊ូតុង next ដូច្នេះអ្នកនរគ្នាបានធ្វើការ add កាមេរ៉ាចូលទៅកាន់ទូរស័ព្ទដៃរបស់យើងបានដោយជោគជ័យចំពោះរូបកាមេរ៉ាទី1ខាងក្រោមនេះគឺជាមុខងារ snapshot ដែលវានឹងថតយករូបភាពចេញពីកាមេរ៉ារបស់យើងហើយកាមេរ៉ាទី2នេះគឺជាមុខងារ record ដែលវានឹង record យកសកម្មភាពចេញពីកាមេរ៉ារបស់យើងហើយចំពោះមុខងារទី3នេះគឺជាមុខងារបង្វិលដែលយើងអាចធ្វើការបង្វិល lens កាមេរ៉ាបាន360 degree ឯណោះហើយចំពោះមុខងារ scene playback នេះគឺយើងអាចមើលកាមេរ៉ាម្ដងទាំងពីរ lens តែម្ដងហើយបន្ទាប់មកគឺជាមុខងារ view value tab ដែលមុខងារនេះគឺនៅពេលដែលយើងចុចទៅលើ lens fix នៅត្រង់ណានោះ lens បង្វិលនឹងរត់ទៅរកទីតាំងនោះភ្លាមៗតែម្ដងបន្ទាប់មកគឺជាមុខងារ mono play ចំពោះមុខងារ mono play នេះគឺយើងអាចធ្វើការជ្រើសរើសជាមួយនឹង lens ណាមួយដើម្បីធ្វើការ view តែលើ lens មួយវិញហើយចំពោះមុខងាររូប microphone នេះគឺយើងអាចធ្វើការនិយាយឆ្លងឆ្លើយគ្នាចេញពីកាមេរ៉ាមកកាន់ទូរស័ព្ទរបស់យើងហើយចំពោះមុខងារ definition នេះគឺយើងអាចធ្វើការផ្លាស់ប្ដូរគម្រោងរូបភាពរបស់វាដែលយើងអាចធ្វើការទម្លាក់តម្លើងតាមការចង់បានបន្ទាប់មកយើងចូលមកកាន់មុខងារ sleep mode ដែលមុខងារនេះគឺវានឹងធ្វើការផ្អាកថតភ្លាមៗដើម្បីរក្សាឯកជនភាពរបស់យើងហើយទៅលើមុខងាររូបកណ្ដឹងនេះគឺវានឹងលោតជាសំឡេងសារ៉ែនហើយចំពោះមុខងាររូបពិលនេះគឺវានឹងបាញ់អំពូល spotlight ភ្លាមៗតែម្ដងហើយត្រង់កន្លែងនេះដែរយើងក៏អាចធ្វើការមើលវីដេអូសារឡើងវិញហើយក៏មានថ្ងៃខែដែលយើងអាចធ្វើការជ្រើសរើសបានផងដែរបន្ទាប់មកទៀតនៅពេលអ្នកនរគ្នាចូលមកកាន់ setting នៅខាងលើនោះអ្នកនរគ្នានឹងឃើញជាមួយនឹងមុខងារ linkage setting នៅពេលដែលអ្នកនរគ្នាបើកជាមួយនឹងមុខងារ multi lens linkage រួចចូលមកកាន់មុខងារ PTZ setting ចូលជាមួយមុខងារ tracking ហើយបើកជាមួយមុខងារ human tracking ដូច្នេះនៅពេលដែល lens fix ចាប់បានសកម្មភាពមនុស្ស
នោះ LED បង្វិលនឹងធ្វើការបង្វិលទៅរកមនុស្សភ្លាមៗតែម្ដងបន្ទាប់មកយើងចូលមកកាន់មុខងារ Intelligent Detection ដូច្នេះយើងនឹងឃើញជាមួយនឹងមុខងារ Human Shape Detection ដែលជាមុខងារចាប់សកម្មភាពមនុស្សនិង Image Changing Detection ជាពិសេស Vehicle Detection ដែលអាចចាប់សម្គាល់ពីរថយន្តហើយដើម្បីជ្រើសរើសទៅលើការប្រើប្រាស់មុខងារណាមួយគឺយើងចុចទៅលើពាក្យ Apply ហើយទៅលើមុខងារនីមួយៗគឺយើងអាចធ្វើការកំណត់ប្រើប្រាស់បានផងដែរដែលយើងអាចធ្វើការបិទឬក៏បើកហើយចំពោះមុខងារ Wide Angle Detection Area គឺជាការកំណត់សួនរបស់កាមេរ៉ា Wide Angle អញ្ចឹងនៅពេលមានសកម្មភាពមនុស្សចូលមកកាន់សួនរបស់យើងកាមេរ៉ានេះធ្វើការផ្ញើសារមកកាន់សោតដៃរបស់យើងភ្លាមៗតែម្ដងហើយចំពោះ PTZ Lens Detection Area វិញគឺជាការកំណត់សួនរបស់ lens បង្វិលខាងក្រោមហើយចំពោះមុខងារ Detection Sensitivity វិញគឺវាជាកង្វះនៃការចាប់យកសកម្មភាពដែលយើងអាចវាចាប់ខ្សោយជាងមុនចាប់ធម្មតានិងចាប់កាន់តែខ្លាំងជាងមុនបន្ទាប់មកគឺជាមុខងារ Image Change Detection ដែលមុខងារនេះគឺយើងអាចធ្វើការបិទឬក៏បើកបានដូចគ្នាហើយក៏អាចធ្វើការកំណត់សូនទៅលើ lens ទាំងពីរនេះបានដូចគ្នាបន្ទាប់មកគឺជាមុខងារ Vehicle Detection ដែលជាមុខងារចាប់សកម្មភាពរថយន្តដែលមុខងារនេះគឺយើងអាចធ្វើការបិទឬក៏បើកបានដូចគ្នាហើយក៏អាចធ្វើការកំណត់សូនទៅលើ lens ទាំងពីរនេះបានដូចគ្នាបន្ទាប់មកចូលមកកាន់មុខងារ Message Notification នៅពេលដែលយើងចុចទៅលើ Receive Device Message បានន័យថាយើងទទួលបានសារនៅពេលដែលវាចាប់បានសកម្មភាពទាំងអស់នេះហើយចំពោះមុខងារខាងក្រោមនេះគឺជាការបើកឲ្យផ្ញើសារនៅពេលដែលវាចាប់បានសកម្មភាពទាំងអស់នេះឧទាហរណ៍នៅពេលដែលយើងបិទជាមួយមុខងារ Vehicle Detection បានន័យថានៅពេលដែលវាចាប់បានសកម្មភាពរថយន្តគឺវានឹងផ្ញើសារមកកាន់យើងនោះទេហើយចំពោះមុខងារ Device Message Interval នេះគឺជាមុខងារដែលយើងអាចធ្វើការកំណត់ទៅលើពេលវេលារកការទទួលសារបានម្ដងដែលយើងអាចធ្វើការទទួលសាររៀងរាល់1នាទីម្ដងឬក៏រហូតដល់30នាទីម្ដងឯណោះហើយចំពោះមុខងារ Device Reminder Plan នេះគឺជាមុខងារកំណត់ពេលវេលាក្នុងការទទួលសារដែលយើងអាចបើកទទួលសារគ្រប់ពេលវេលាជាពិសេសអាចធ្វើការ customize ទៅលើពេលវេលាណាមួយជាក់ស្ដែងដូចជាអាចបើកពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហើយនឹងមានពេលវេលាចាប់ផ្ដើមនិងពេលវេលាបញ្ចប់បន្ទាប់មកចូលមកកាន់មុខងារ Audio Setting ចំពោះមុខងារ Reminder Sound for Detection គឺជាមុខងារបន្លឺសំឡេងរបស់កាមេរ៉ានៅពេលដែល AI របស់កាមេរ៉ានេះចាប់បានសកម្មភាពនីមួយៗដែលមានដូចជា Human Shape Detection, Image Change Detection និង Vehicle Detection ជាដើមនៅពេលដែលយើងចុចលើមុខងារ Intensive គឺកាមេរ៉ារបស់យើងនឹងលុតជាសារ៉ែមភ្លាមនៅពេលដែលវាចាប់បានសកម្មភាពមនុស្សនៅក្នុង AI Human Shape Detection ហើយចំពោះ Soft នេះវិញគឺវាគ្រាន់តែលើសំឡេងទាតមួយតែប៉ុណ្ណោះហើយចំពោះ Custom Sound វិញគឺយើងអាចធ្វើការបញ្ចូលសំឡេងរបស់យើងចូលទៅកាន់កាមេរ៉ាហើយទៅលើការប្រើប្រាស់របស់ AI ផ្សេងទៀតក៏ដូចគ្នាដែរហើយចំពោះមុខងារ Audio នេះអ្នកទាំងអស់គ្នាចាំបាច់ត្រូវតែបើកដើម្បីឲ្យកាមេរ៉ារបស់យើងចាប់នៅសំឡេងបន្ទាប់មកចូលមកកាន់មុខងារ Image Setting នៅពេលដែលយើងបើកជាមួយនឹងមុខងារ WDR នោះវានឹងធ្វើឲ្យ background របស់យើងភ្លឺជាងមុនហើយចំពោះ Image Style វិញចំពោះ Original គឺជាពណ៌ធម្មតាហើយចំពោះ Soft វិញគឺវានឹងធ្វើឲ្យ color video មានភាពស្រាលជាងមុនហើយចំពោះ Vivid វិញគឺវានឹងធ្វើឲ្យរូបភាពមានភាពដិតពណ៌ជាងមុនបន្ទាប់មកចូលមកកាន់មុខងារ Black White Night Vision នៅពេលដែលយើងចុចមកកាន់ Auto Recommend គឺវានឹងធ្វើការផ្លាស់ប្ដូរមុខងារមើលពេលយប់ដោយស្វ័យប្រវត្តិហើយយើងក៏ធ្វើការផ្លាស់ប្ដូរជាមួយកម្រិតពន្លឺរបស់វាបានផងដែរហើយទៅលើមុខងារ Enforcing Day Mode គឺវានឹងធ្វើការបិទជាមួយនឹងមុខងារ IR មើលពេលយប់ហើយចំពោះមុខងារ Color Night Vision វិញគឺវានឹងមើលជា color នៅពេលយប់ហើយយើងក៏ធ្វើការផ្លាស់ប្ដូរជាមួយកម្រិតពន្លឺរបស់វាបានផងដែរបន្ទាប់មកគឺជាមុខងារ Smart Night Vision មុខងារនេះគឺមានន័យថានៅពេលដែលវាចាប់បានសកម្មភាពមនុស្សគឺវានឹងធ្វើការផ្លាស់ប្ដូរពីសខ្មៅទៅកាន់ color ភ្លាមៗតែម្ដងបន្ទាប់មកចូលមកកាន់មុខងារ Light Setting អញ្ចឹងនៅពេលដែលយើងបើកជាមួយមុខងារ Light Notification ដូច្នេះនៅពេលដែលកាមេរ៉ារបស់យើងចាប់បានសកម្មភាពអ្វីមួយហើយបានធ្វើការផ្ញើសារមកកាន់ទូរស័ព្ទរបស់យើងគឺកាមេរ៉ាមួយនេះនឹងលូតជាភ្លើងដូចទៅនឹង flash អញ្ចឹងបន្ទាប់មកចូលមកកាន់មុខងារ Record List ចំពោះមុខងារ Event Recording នេះគឺនៅពេលដែលវាចាប់បានសកម្មភាពទើបវារក្សាវីដេអូទុកហើយចំពោះមុខងារ 24 Hour Recording នេះគឺវានឹងធ្វើការថត24ម៉ោងតែម្ដងបន្ទាប់មកគឺជាមុខងារ Network Setting អញ្ចឹងនៅពេលដែលអ្នកនរគ្នាចូលមកកាន់មុខងារនេះហើយធ្វើការបើកជាមួយមុខងារ Wi-Fi Network ឬចូលមកកាន់មុខងារ Wi-Fi Network ដូច្នេះយើងនឹងឃើញជាមួយនឹង Wi-Fi របស់យើងដូច្នេះយើងធ្វើការ select ជាមួយនឹង Wi-Fi របស់យើងហើយវាបញ្ចូលជាមួយនឹង password ចុចពី OK ហើយរងចាំបន្តិចដូច្នេះកាមេរ៉ារបស់យើងនឹងធ្វើការភ្ជាប់ជាមួយនឹង Wi-Fi របស់យើងភ្លាមៗតែម្ដងអញ្ចឹងគឺយើងអាចប្រើប្រាស់ជាមួយនឹង SIM 4G ក៏បានហើយប្រើប្រាស់ជាមួយនឹង Wi-Fi របស់យើងក៏បានចំពោះករណីបើសិនជាកាមេរ៉ារបស់អ្នកទាំងគ្នាមានការ error អ្វីមួយចឹងអ្នកទាំងគ្នាចុចចូលមកកាន់ពាក្យ Restart Device រួចចាំវាបំភ្លេចគឺវានឹងធ្វើការដំណើរការឡើងវិញមួយវិញទៀតបើសិនជាក្នុងករណីកាមេរ៉ារបស់អ្នកទាំងគ្នាលូតពី offline ដូច្នេះយើងត្រូវចុចទៅលើ tray 3ខាងក្រោមចុចទៅលើពាក្យ Device Setting ចុចទៅលើពាក្យ Delete Device ចុចទៅលើពាក្យ OK
អញ្ចឹងហើយកាមេរ៉ារបស់យើងគឺនឹងត្រូវបានលុបចេញហើយដើម្បីដំណើរការវាឡើងវិញគឺគ្រាន់តែយើងស្កែនជំនួសជួប barcode របស់វាឡើងវិញទៅដូច្នេះកាមេរ៉ារបស់យើងនឹងដំណើរការវិញធម្មតា